iNews កងឆ្មងបដិវត្តន៍អ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ Hormuz ទាំងស្រុងប្រសិនបើលោក Trump វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលតេហេរ៉ង់កងឆ្មងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC នៅថ្ងៃអាទិត្យនេះបានចេញសេចក្តីព្រមានយ៉ាងតឹងរ៉ឹងថាខ្លួនអាចបិទច្រកសមុទ្រ Hormuz ទាំងស្រុងប្រសិនបើសហរដ្ឋអាមេរិកដឹកនាំដោយប្រធានាធិបតី Donald Trump បន្តដំណើរការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ការបញ្ជាក់នេះត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters ការព្រមានរបស់ IRGC កើតឡើងបន្ទាប់ពីលោក Trump បានថ្លែងកាលពីថ្ងៃសៅរ៍ថាសហរដ្ឋអាមេរិកអាចនឹងគំទេចគោលដៅថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល48ម៉ោងទោះបីជាមុននេះលោកបានបញ្ជាក់ពីបំណងកាត់បន្ថយសកម្មភាពយោធាក៏ដោយការគម្រាមថ្មីនេះបង្ហាញពីភាពតានតឹងកាន់តែខ្លាំងខណៈចំនួនកំពុងបន្តចូលសប្តាហ៍ទី3នៅក្នុងសេចក្តីថ្លែងការណ៍ដដែល IRGC ក៏បានព្រមានបន្ថែមថាក្រុមហ៊ុនណាមួយដែលមានទំនាក់ទំនងជាមួយអាមេរិកអាចក្លាយជាគោលដៅវាយប្រហារប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ត្រូវបានវាយប្រហារលើពីនេះអ៊ីរ៉ង់បានសង្កត់ធ្ងន់ថាប្រទេសណាដែលអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពអាមេរិកនៅលើដីរបស់ខ្លួននឹងត្រូវចាត់ទុកថាជាគោលដៅយោធាស្របច្បាប់សម្រាប់ការវាយប្រហារតបតវិញ។